សិលសមាធិបញ្ញាជាដើមជាប្រក្រតីតាមបងដែលជាកូនក៏ដូចជាញោមអាដាមបញ្ជាក់ថាឧបាសិកាគឺគាត់ជាបុគ្គលដែលមានសមាធិយល់ត្រូវត្រង់តាមពុទ្ធដីកាឬតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់គាត់បានរក្សានៅសិលជាប្រក្រតីទោះបីជាគាត់នៅខ្មែរក្តីគាត់នៅសហរដ្ឋអាមេរិកក្តីគាត់តែងប្រតិបត្តិជាប្រក្រតីនៅសិលដែលជាគ្រឿងអប់រំនៅកាយវិជ្ជាចិត្តរបស់គាត់បានស្អាតបានល្អសមរម្យជាឧបាសិកាមួយរូបដែលជាអ្នកយល់ដឹងនៅធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទោះបីជាគាត់បានប្រព្រឹត្តនៅសេចក្តីល្អច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែក្នុងនាមជាកូនប្រសាជាញាតិបានដឹងបានឮបានស្គាល់នៅសេចក្តីល្អដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រកាសសម្ដែងដែលញោមញាតិពុទ្ធបរិស័ទទាំងអស់បានដឹងថាធ្វើល្អគឺបានល្អនេះគឺជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធគ្រប់គ្រងដល់ព្រះអង្គដែលទ្រង់បានប្រកាសសម្ដែងអញ្ចឹងក្នុងនាមជាកូនក៏នឹករលឹកនៅសេចក្តីល្អគឺទានសិលសមាធិនេះហើយដែលអាចជួយទំនុកបំរុងនៅដំណើរឬក៏បដិសន្ធិថ្មីរបស់ឧបាសិកាសនទូចព្រោះដែលត្រូវជាម្ដាយនិងជាម្ដាយក្មេកទោះបីសពនៅទីឆ្ងាយយ៉ាងណាក៏ដោយព្រោះក៏ប៉ុន្តែចិត្តរបស់គាត់គឺនៅចិត្តបង្កើយព្រោះសហរដ្ឋអាមេរិកជាយន្តហោះបើជិះចិត្តបំផុតក៏18ម៉ោងដែរព្រោះនៅលើអាកាស18ម៉ោងដែរព្រោះមិនឆាប់ទេជីលឹងធុញយន្តហោះព្រោះអញ្ចឹងក៏ប៉ុន្តែចិត្តរបស់គាត់ហ្នឹងនៅចិត្តបង្កើយហាក់បីដូចជាសពអ្នកម្ដាយហ្នឹងនៅនឹងមុខឃើញនឹងភ្នែកហ្នឹងថាគាត់បានលះលោកយើងនេះទៅកាន់លោកខាងមុខនៅសល់តែកាយស្ដោកស្ដឹងអត់មានអ្វីដែលទទួលដឹងឮនៅសេចក្តីល្អដែលកូនចៅបានធ្វើចំពោះគាត់ទេទោះបីរបស់នឹងល្អប្រណិតស្អាតយ៉ាងណាក៏ដោយរបស់នឹងមានរសជាតិឆ្ងាញ់របស់នឹងរសជាតិល្អយ៉ាងណាក៏ដោយក៏មិនអាចដឹងមិនអាចឮមិនអាចទទួលនៅទានទាំងឡាយដែលកូនបានធ្វើនៅក្នុងពេលនេះបានឡើយអញ្ចឹងមានតែសេចក្តីល្អមួយតែប៉ុណ្ណោះគឺបុណ្យកុសលដែលជាចំណែកនៃសេចក្តីល្អដែលកូនប្រុសស្រីបានសាងបានសន្សំបានធ្វើតាំងពីអតីតមកក្តីកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះក្តីឧទ្ទិសបញ្ជូនទៅឲ្យគាត់នៅក្នុងកំណើតថ្មីឬយើងហៅថាចុតិបដិសន្ធិចុតិយើងហៅស្លាប់បដិសន្ធិបានន័យថាកើតអញ្ចឹងជាធម្មតាសពសត្វទាំងឡាយមិនថាតែមនុស្សទេមិនថាតែសត្វទេរិឆានទេកាលណាបើស្លាប់ហើយតែងតែកើតទៅវិញជាប្រក្រតីជាធម្មតាមិនអាចទៅនៅទីណាបានទេព្រោះកំណើតថ្មីរមែងសម្រាប់អ្នកដែលចុតិបងអញ្ចឹងកំណើតថ្មីរបស់សពសត្វទាំងឡាយវាអាស្រ័យនៅលើកម្មគឺប្រែថាអំពើដែលយើងធ្វើសពថ្ងៃនឹងឯងអញ្ចឹងកម្មនឹងឯងជាអ្នកចាត់ចែងជាអ្នកឧបត្ថម្ភជាអ្នកទំនុកបំរុងជាអ្នករៀបចំនៅភពនៅកន្លែងនៃកំណើតដែលសពសត្វទាំងឡាយដែលត្រូវកើតនោះត្រង់នេះហើយដែលជាការបញ្ជាក់នៅសេចក្តីល្អរបស់បងប្រុសបងស្រីដែលជាកូននេះថាទោះបីជាយ៉ាងណាក៏ត្រូវតែចាត់ចែងរៀបចំឲ្យមានពិធីបុណ្យមួយទោះបីជានៅទីឆ្ងាយយ៉ាងណាក៏ដោយក៏ប៉ុន្តែដើម្បីបញ្ជូននៅសេចក្តីល្អដែលកូនបានធ្វើនៅក្នុងគណៈនេះក៏ដូចជាពេលមុនដើម្បីបញ្ជូននឹងទៅដល់បដិសន្ធិថ្មីរបស់អ្នកម្ដាយនិងម្ដាយក្មេកសេចក្តីល្អដែលគាត់បានធ្វើហើយក៏ប៉ុន្តែជួយទំនុកបំរុងនៅសេចក្តីល្អរបស់គាត់នោះឲ្យកាន់តែប្រសើរឲ្យកាន់តែខ្ពង់ខ្ពស់ឲ្យកាន់តែប្រសើរថែមទៀតមួយផ្នែកទៀតជាបុណ្យកតញ្ញូកតវេទិតាធម៌ឬជាអានិសង្សនៃកតញ្ញូកតវេទិតាធម៌ដែលកូនប្រុសស្រីបាននឹករលឹកឃើញនៅសេចក្តីល្អចំពោះលោកអ្នកដ៏មានគុណយើងឲ្យមានអ្វីដើម្បីជាការតបជាការសងគាត់បានទៀតទេបើនៅរស់
នឹងឲ្យយើងមានការតបដោយបច្ច័យទាំងឡាយ4នឹងចៃវរៈបណ្ឌបាតសេនាសនៈបានឲ្យគ្រឿងស្លៀកពាក់អាហារហូបចុកទីស្នាក់អាស្រ័យមានយានជំនិះម៉ូតូឡានផ្ទះសម្បែងនឹងតំណប់ជើងឆាត់មួកកង់អីជាដើមហ្នឹងទៅហើយថ្នាំកែរោគពេលគាត់ឈឺសុខភាពមិនល្អនាំទៅពេទ្យព្យាបាលដោយវិជ្ជាបណ្ឌិតផ្សេងអញ្ចឹងទៅដើម្បីកែសម្រួលនៅរោគទាបជាតិរបស់គាត់នោះឲ្យបានធូរឲ្យបានសះស្បើយក៏ប៉ុន្តែពេលដែលគាត់ស្លាប់ទៅហើយចិត្តកតញ្ញូកតវេទិតាធម៌របស់កូនទាំងឡាយក្នុងសង្ឃហៈទី5ហ្នឹងគឺមានតែតក្ខណានុបទាននឹងឯងតក្ខណានុបទាននឹងឯងជាការឧទ្ទិសនៅបុណ្យកុសលទាំងអស់ប៉ុន្តែតក្ខណានុបទានហ្នឹងដែលអាចឧទ្ទិសបានវាអាស្រ័យតើយើងនឹងធ្វើសិនតើយើងធ្វើសិនដោយញាតិញោមពិសាបាយនឹងតើធ្វើស្រែបានបាយបានអង្គបងតែញាតិញោមធ្វើឆ្ការបានឲ្យអត់ធ្វើស្រែធ្វើចម្ការក៏ប៉ុន្តែមានជំនាញក្នុងការបម្រើកិច្ចការងាររដ្ឋបាលជូនប្រទេសជូនជាតិអញ្ចឹងទៅបានកម្រៃនៃថវិកាហ្នឹងទៅទិញអង្គទិញបាយទិញម្ហូបមកពិសាដើម្បីទ្រទ្រង់ជីវិតអញ្ចឹងយ៉ាងណាមិញផលនៃតក្ខណានុបទាននេះដែលអាចកើតឡើងបានវាស្រកវាតល់តែយើងធ្វើនៅសេចក្តីល្អដូចជាក្នុងថ្ងៃនេះបងប្រុសបងស្រីបានចាត់ចែងរៀបចំយ៉ាងស្អាតយ៉ាងល្អទោះបីថាពិធីនឹងធ្វើត្រង់ត្រេតូចក៏ពិតមែនក៏ប៉ុន្តែបញ្ជាក់អំពីចិត្តស្អាតចិត្តល្អចិត្តបរិសុទ្ធចិត្តកតញ្ញូកតវេទិតាចំពោះអ្នកម្ដាយដ៏ជ្រាលជ្រៅដ៏ខ្លាំងក្លាដ៏ធំធេងមិនអាចគណនាមិនអាចរៀបរាប់បានចាត់ចែងទីសេនាសនៈយ៉ាងស្អាតយ៉ាងល្អសមរម្យក៏មានទេយទានផ្សេងមានភេសជ្ជៈទានមានអាហារបណ្ឌបាតទានមានគ្រឿងសក្ការៈបូជាផ្សេងដល់គុណប្រតនត្រ័យជាដើមបានសម្អាតនៅកាយនិងវិជ្ជាគឺសិលបានន័យថាមិនបៀតបៀនសត្វមិនបៀតបៀនទ្រព្យអ្នកដទៃមិនបៀតបៀនជាមួយនឹងកូនប្រពន្ធអ្នកដទៃមិនពោលនៅពាក្យកុហកមិនសែបគ្រឿងស្រវឹងជាដើមអញ្ចឹងមួយគណៈពេលនេះគឺជាគណៈដែលកាយនិងវិជ្ជាស្អាតល្អបរិសុទ្ធត្រឹមត្រូវត្រង់ទោះបីជារយៈពេលខ្លីរយៈពេលវែងយ៉ាងណាគឺជាចេតនាមួយដ៏ស្អាតដ៏ល្អបរិសុទ្ធក្នុងការវាចាកនៅបញ្ញវេរាទាំង5នេះហើយទី3ហ្នឹងគឺចិត្តរបស់គាត់នោះតន់តោបង្អោននឹករលឹកនៅអ្នកម្ដាយដែលជាទីស្រឡាញ់ដែលជាទីគោរពដែលមានតម្លៃមិនអាចកាត់ថ្លៃមិនអាចរៀបរាប់មិនអាចគណនាបានក៏បានចាត់ចែងធ្វើនៅសេចក្តីល្អទាំងអស់ហ្នឹងមានទានមានសិលមានសមាធិនិងគ្រឿងសក្ការៈផ្សេងហ្នឹងបុណ្យទាំងអស់ហ្នឹងបានផលនៃការគោរពបូជាទាំងអស់ហ្នឹងនៃការចាត់ចែងទាំងអស់ហ្នឹងដើម្បីឧទ្ទិសហ្នឹងហើយគឺជាតក្ខណានុបទានតាមឧទ្ទិសតាមបំពេញនៅសេចក្តីល្អហ្នឹងថាមាន3ទី1បានន័យថាយើងមានចិត្តជ្រះថ្លាបានបំពេញនៅសេចក្តីល្អហ្នឹងហើយមានចេតនាឧទ្ទិសជូនដល់អ្នកម្ដាយឧបាសិកាសនទូចសេចក្តីល្អសពបែបយ៉ាងដែលបងប្រុសបងស្រីបានចាត់ចែងធ្វើទាំងអស់ហ្នឹងគឺគោលបំណងឧទ្ទិសទៅឲ្យអ្នកម្ដាយសូមឲ្យអ្នកម្ដាយរីករាយត្រេកអរសប្បាយនៅសេចក្តីល្អដែលកូនចៅបានធ្វើហើយបើសិនជាមិនបានដឹងមិនបានឮទេសូមពពួកទេវតាទាំងឡាយដែលជាសមាទិដ្ឋិពួកទេវតាទាំងឡាយដែលជាញាតិនិងពីអតីតជាតិមកក្តីបានដឹងបានឮហើយទៅជួយប្រាប់ជួយផ្ដល់ដំណឹងឲ្យបានដឹងថាបងប្រុសបងស្រីដែលត្រូវជាកូនប្រសានិងញាតិនៅឯបៃលិននេះបានចាត់ចែងរៀបចំធ្វើនៅសេចក្តីល្អឧទ្ទិសបុណ្យកុសលជូនដល់បដិសន្ធិវិញ្ញាណថ្មីរបស់អ្នកម្ដាយសនទូចនេះមួយចំណែកទៀតការធ្វើនៅសេចក្តីល្អមានទានមានទេយទានផ្សេងគឺចំពោះអ្នកមានសិលគឺសំដៅដល់ព្រះសង្ឃសំដៅដល់ចាស់ប្រធាចាហើយជាដើមហ្នឹងជាអ្នកមានសិលឬក៏ដូចជាញោមញាតិពុទ្ធបរិស័ទមន្ត្រីរាជការកល្យាណមិត្តដែលបានមកចូលរួមហ្នឹងជាអ្នកមានសិលអញ្ចឹងពិសាឆាន់ពិសានៅភេសជ្ជៈក្តីនៅអាហារបណ្ឌបាតក្តី
ដោយអំណាចនៃការឆាន់នៃការពិសានៅភេសជ្ជៈនិងអាហារបិណ្ឌបាតទាំងអស់ហ្នឹងដែលជាអ្នកមានសិលហ្នឹងជាចំណែកបុណ្យមួយព្រោះចំណែកបុណ្យមួយដ៏ធំដែលក្រុមគ្រួសារកូនចៅសាច់ញាតិបានបំពេញបានធ្វើហើយដូចជាញោមបានដាំនៅដំណាំណាមួយហ្នឹងហើយដូចជាញោមបានធ្វើស្រែបានធ្វើចំការហើយព្រោះផលនៃស្រែផលនៃចំការហ្នឹងរមែងបានដល់អ្នកម្ចាស់ចំការព្រោះប្រសង់ដូចជាចំការដូចជាស្រែអញ្ចឹងព្រោះរីឯអ្នកធ្វើដូចជាម្ចាស់នៃស្រែនៃចំការនោះដែលបានទទួលផលមកអំពីប្រសង់នឹងឯងអញ្ចឹងប្រសង់មិនមែនអ្នកឧទ្ទិសទេអញ្ចឹងណាប្រសង់គឺជាអ្នកទទួលញោមថានិមន្តប្រសង់បាំងស្គលនិមន្តប្រសង់ឧទ្ទិសអត់ទេប្រសង់អាចឧទ្ទិសបានទេការសូត្រហ្នឹងគ្រាន់តែសម្រាប់ឲ្យញាតិញោមពិចារណាដោយថាអនិច្ចាវេរសង្ខារាឧបតវេយធម្មនោបច្ចិតវនិរិច្ឆនទេសង្វោបសមោសុខោសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនិងវិនិច្ឆ័យទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទៅបាននៅសេចក្តីសុខគ្រប់យ៉ាងអញ្ចឹងចង់បញ្ជាក់ថាសង្ខារធម៌ទាំងឡាយអ្វីដែលកើតឡើងនឹងមានវិញ្ញាណក្តីអត់វិញ្ញាណក្តីគឺជាការតាក់តែងរបស់សង្ខារព្រោះសង្ខារហ្នឹងប្រែថាការតាក់តែងនឹងតាក់តែងឲ្យមានមនុស្សតាក់តែងជាឲ្យសត្វតាក់តែងប្រុសតាក់តែងស្រីតាក់តែងឡានលម៉កម៉ូតូហ្នឹងគឺជាសង្ខារព្រោះយើងប្រើពាក្យសរុបឲ្យខ្លីមកគឺជាសង្ខារអញ្ចឹងតាក់តែងឲ្យកើតអញ្ចឹងសង្ខារទាំងអស់ហ្នឹងកាលណាបើកើតមានជារូបរាងកាយហើយតែងតែវិនិច្ឆ័យទៅវិញជាធម្មតាយើងបើមនុស្សស្លាប់អញ្ចឹងយើងថាស្លាប់អញ្ចឹងទៅបើសត្វយើងថាងាប់អញ្ចឹងទៅហើយបើឡាននេះខូចអញ្ចឹងទៅរបស់របរយើងថាខូចអញ្ចឹងទៅវិនិច្ឆ័យអន្តរាយដោយប្រការផ្សេងគឺដោយដីទឹកដោយភ្លើងនិងខ្យល់អញ្ចឹងទៅព្រោះនេះគឺជាការស្វាត់ជាយនៅបទពិចារណាសម្រាប់ឲ្យញាតិញោមពុទ្ធបរិស័ទនឹងបានដឹងហ្នឹងហើយតាស្មាករិយកល្យាណังនៃយ៉ាងសម្បរាយកាំងបញ្ញានិបរលោកាសមឹងបតថាហោតេបារណังព្រោះហេតុដូច្នោះហើយសាធុជនដែលមានចំណងចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើនៅអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អាននៅបានចំណេញព្រោះថាបុណ្យទាំងឡាយរមែងជាទីពំនាក់របស់សត្វទាំងឡាយក្នុងបរលោកសូមអនុមោទនានេះគឺជាបទសម្រាប់ឲ្យញាតិញោមពិចារណាដែលញាតិញោមចំណាំដែលនិយាយថានិមន្តប្រសងបាំងស្គលដោយសង្ខេបព្រោះមានចង្ហាន់ភេសជ្ជៈឲ្យទៅដោយគុណនិមន្តបាំងស្គលឲ្យម៉ែកណាឲ្យឪកណាឲ្យញាតិកណាមួយដែលទៅស្លាប់7ថ្ងៃ100ថ្ងៃជាដើមប៉ុន្តែពាក្យថាបាំងស្គលនេះយើងផ្ដោតសំខាន់ទៅដល់ការឧទ្ទិសនឹងឯងប៉ុន្តែចង់ចម្រើនពរថាប្រសង់មិនមែនជាអ្នកឧទ្ទិសទេអ្នកឧទ្ទិសគឺញាតិរបស់គាត់ញាតិរបស់អ្នកស្លាប់នឹងឯងជាអ្នកឧទ្ទិសអញ្ចឹងហើយបានតែកម្មវិធីមួយនឹងជាពិសេសគឺតេកណានៅប្រទានបុណ្យគេហៅថាបុណ្យស័ព្ទ7ថ្ងៃ100ថ្ងៃក្តីហ្នឹងអាចារ្យតែងតែប្រគល់ប្រកាសហៅកូនហៅចារឹងមកឲ្យជុំគ្នានឹងឲ្យមុននឹងប្រគេនចង្ហាន់ដល់ព្រះសង្ឃក្តីនឹងគាត់តែងតែហៅកូនចៅហ្នឹងមកជុំគ្នាដើម្បីបានសម្អាតចិត្តនឹងឲ្យសម្អាតចិត្តមានការសមាទានសិលជាដើមធ្វើចិត្តនឹងឲ្យស្អាតធ្វើចិត្តនឹងឲ្យល្អកុំឲ្យនឹករលឹកនៅរឿងផ្សេងនឹងឲ្យដាក់ចិត្តនឹងឲ្យស្មើបញ្ជូនចិត្តនឹងឲ្យត្រង់ទៅរកលោកអ្នកដែលមានគុណជាពិសេសគឺញាតិរបស់យើងដែលបានធ្វើការកិរិយាទៅកាន់លោកខាងមុខហើយឧទ្ទិសនៅបុណ្យកុសលទាំងអស់ដែលយើងបានចំណាយចាត់ចែងរៀបចំក្នុងពិធីហ្នឹងជូនដល់អ្នកដែលស្លាប់ទៅព្រោះនេះគឺបានន័យថាយើងធ្វើចំពោះអ្នកមានសិលព្រោះអ្នកមានសិលទី2ហ្នឹងទី3ហ្នឹងគឺអ្នកដែលស្លាប់ទៅហ្នឹងបានដឹងបានឮនៅសេចក្តីល្អដែលកូនចៅសាច់ញាតិហ្នឹងបានធ្វើហើយក៏ត្រេកអរអនុមោទនាអញ្ចឹងបុណ្យកុសលហ្នឹងរមែងចម្រើនដល់អ្នកដែលស្លាប់ទៅហ្នឹងដោយពិតប្រាកដហើយជួនបានន័យថាអ្នកស្លាប់ហ្នឹងគាត់កើតនៅក្នុងកំណើតដែលល្អកំណើតដែលខ្ពង់ខ្ពស់ហើយទៅក៏មានហើយជួនអ្នកដែលស្លាប់ទៅហ្នឹងគាត់កើតនៅក្នុងកំណើតដែលមិនល្អបានន័យថាទទួលនៅអ្វីដែលគាត់បានធ្វើនៅកាលពីអតីតហ្នឹងគាត់ទៅសោយសោកក្នុងទុក្ខដែលមានទម្ងន់ដ៏ធ្ងន់អញ្ចឹងទៅក៏មិនអាចទទួលនៅផលឧទ្ទិសហ្នឹងក៏បានក៏មានក៏ប៉ុន្តែដើម្បីឲ្យកាន់តែជាក់ច្បាស់ហើយលោកអាចារ្យនឹងតែងតែមានពិធីមួយទៀតបានន័យថាអញ្ជើញពពួកទេវតាទាំងឡាយ
ដែលជាសមាទិដ្ឋិនឹងមានអរុគទេវតាអរិយទេវតាភូមិទេវតាអាកាសទេវតាទេវតានៅទីណាកន្លែងណាដែលជាញាតិរបស់ខ្លួនហ្នឹងបានដឹងបានឮជួយប្រាប់ជួយផ្ដល់ដំណឹងឲ្យពពួកញាតិរបស់គាត់ដែលទៅស្លាប់ថ្មីហ្នឹងបានដឹងបានឮហើយមកត្រេកអរអនុមោទនានៅបុណ្យកុសលហ្នឹងប៉ុន្តែបើសិនជាយើងបានធ្វើហើយហ្នឹងហើយយើងមិនបានឧទ្ទិសបុណ្យកុសលហ្នឹងក៏មិនបានដល់ពួកក៏មិនបានដល់ទោះបីជាញាតិហ្នឹងមកចាំទទួលក៏ដោយក៏មិនអាចទទួលបានដែរក៏មិនអាចទទួលបានដែរដូចជារឿងញាតិរបស់ប្របាទពុំពិសាជាដើមពពួកញាតិហ្នឹងមករងចាំណែនណាន់តាន់តាប់ត្រៀបត្រាចាំទទួលនៅផលបុណ្យក៏ប៉ុន្តែប្របាទពុំពិសាហ្នឹងអត់បានឧទ្ទិសទេអត់មានចិត្តឧទ្ទិសទេធ្វើឲ្យប្រគេនដល់ព្រះសង្ឃហើយប៉ុន្តែគាត់អត់ដឹងពិធីឧទ្ទិសព្រះជានៅតែស្ងៀមពួកញាតិហ្នឹងក៏មិនបានទទួលផលហ្នឹងក៏ប៉ុន្តែបើសិនជាយើងឧទ្ទិសក៏ប៉ុន្តែញាតិរបស់យើងដែលស្លាប់ទៅហ្នឹងមិនបានដឹងមិនបានឮផលហ្នឹងក៏មិនបានដល់គាត់ដែរព្រោះផលហ្នឹងក៏មិនបានដល់គាត់អញ្ចឹងសរុបសេចក្តីឲ្យខ្លីមកតក្កណានុបទានដែលឧទ្ទិសដល់អ្នកស្លាប់យើងហៅថាអ្នកស្លាប់បានឬបដិសន្ធិថ្មីរបស់អ្នកស្លាប់បានមាន3ទី1បានន័យថាយើងធ្វើចំពោះអ្នកមានសិលទានដែលយើងធ្វើនឹងធ្វើចំពោះអ្នកមានសិលឲ្យចំពោះអ្នកមានសិលអ្នកមានសិលមិនសំដៅដល់ព្រះសង្ឃទេអាចារ្យយាជីចាស់ប្រធាចារ្យឪពុកម្ដាយនៅផ្ទះរបស់យើងមិត្តភ័ក្តិដែលអញ្ជើញមកហ្នឹងជាអ្នកបានសង្រួមនៅកាយវិការជាពិសេសវានៅបញ្ញវេរាទាំង5ហ្នឹងគឺធ្វើថាជាអ្នកមានសិលហ្នឹងអញ្ចឹងបងប្រុសបងស្រីមានបាយទឹកភេសជ្ជៈជូនហ្នឹងគឺជាអ្នកមានសិលពួកហ្នឹងមួយផ្នែកទៀតបានន័យថាយើងជូនបាយទឹកនំចំណីប្រគេនដល់ព្រះសង្ឃហើយយើងឧទ្ទិសពួកជូនបុណ្យទៅឲ្យគាត់ហ្នឹងទី2ទី3គឺអ្នកដែលស្លាប់ហ្នឹងបានដឹងបានឮហើយត្រេកអរអនុមោទនាបុណ្យកុសលហ្នឹងរមែងបានទទួលនៅអំណាចនៃបុណ្យកុសលហ្នឹងជាមិនខានឡើយយើងសូមអនុមោទនាចឹងចូលរួមខ្លីៗប្រហែលប៉ុណ្ណឹងព្រោះដោយអំណាចនៃទានសិលសមាធិបងប្រុសបងស្រីដែលទៅជាកូនប្រសានឹងមួយលើដោយខ្ញុំអាយដំលឹងទាវដែលត្រូវជាដន្លងនឹងញាតិមិត្តចិត្តឆ្ងាយទាំងអស់ដែលជាកល្យាណមិត្តដែលជាអ្នកមានសមាធិយល់ឃើញសេចក្តីល្អតែជាប្រយោជន៍ដល់ខ្លួនបានជួបជុំគ្នាបង្កើតឲ្យមានបុណ្យតក្កណានុបទាននេះមួយឡើងដើម្បីឧទ្ទិសជូនដល់បដិសន្ធិវិញ្ញាណថ្មីឧបាសិកាសនទូចតែគាត់ធ្វើការកិរិយាថ្មីពីម្សិលមិញនៅសហរដ្ឋអាមេរិកអញ្ចឹងបុណ្យកុសលនេះសូមចម្រើនកើតមានដល់ឧបាសិកាបានដឹងបានឮឬមិនបានដឹងបានឮក៏សូមពពួកទេវតាទាំងអស់ជួយប្រាប់ជួយផ្ដល់ដំណឹងឲ្យបានដឹងឲ្យត្រេកអរអនុមោទនាបុណ្យកូនចៅដែលបានធ្វើក្នុងថ្ងៃនេះហើយបានទៅសោយសុខនៅក្នុងសុគតិភពជាភ័យយោភាពតរៀងទៅហើយបុណ្យកុសលនេះសូមចម្រើនកើតមានដល់អាយដាមលោកជំទាវលោកស្រីជាពិសេសបងប្រុសបងស្រីនិងកល្យាណមិត្តទាំងអស់ដែលបានចូលរួមចាត់ចែងរៀបចំនៅក្នុងពិធីបុណ្យតក្កណានុបទានឬបុណ្យសពនេះគឺសូមទទួលបាននូវសេរីសួស្តីសេចក្តីសុខសេចក្តីចម្រើនសុខពីបច្ចុប្បន្នរហូតដល់អនាគតជាតិជាទីបំផុតសូមឲ្យរួចផុតចាកទុក្ខដោយងាយគ្រប់ព្រះអង្គគ្រប់គ្នាអាយ៉ាងសង្ឃពេតេអាយ៉ាងសង្ឃពេតេនសមតាពធទេសនាសនមត្តតែចប់ប៉ុណ្ណេះឯងអេវ៉ាំងសាធុ